ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីស្រឡាញ់ទាំងអស់គ្នាស្វាគមន៍មកកាន់ការ live ផ្ទាល់ផ្សាយផ្ទាល់ពី page ផ្លូវការរបស់នាងខ្ញុំតែម្ដងចាសុខទុក្ខយ៉ាងណាដែរពុកម៉ែបងប្អូនទាំងគ្នាតោះឥឡូវថ្ងៃនេះមកជួបជាមួយនឹងតួឯករបស់យើងគឺបុកកតុយហេះហើយនឹងប្រហុកឆៅចិញ្ច្រាំកសាំងចាមានជាមួយនឹងបន្លែស្រស់នេះបងប្អូនទាំងអស់គ្នាហើយយើងថតនៅក្រោមដើមម្រះទ្រឿងម្រះចេះទៀតណាបងប្អូនហើយជំរាបជូនបងប្អូនថាអញ្ចេះឈុតបន្លែខ្លះយើងអត់មានថែមជូនប្រភេទម្រះឬក៏បន្លែណាមួយដែលយើងបានដាំខ្លួនឯងព្រោះថាគ្នាដកអត់តន់ណាបងប្អូនកាត់អត់តន់ផ្លែអត់តន់ទេអញ្ចឹងសូមបងប្អូនមេត្តាអធិស្ឋានចាឥឡូវមកមើលបុកកតុយហេះហើយនឹងប្រហុកចិញ្ច្រាំកសាំងយើងវិញអញ្ចឹងសម្រាប់បងប្អូនដែលចង់កំងអាចធ្វើការឆាតមកកំងបានយើងមានចាប់ពីឈុតតូចរហូតទៅដល់ឈុតជាគីឡូឡើងទៅអញ្ចឹងបងប្អូនដែលចង់កំងឈុតណាមួយឈុតតូចឈុតធំក្តីហ្នឹងគឺយើងខ្ញុំដឹកបានគ្រប់ទីកន្លែងគ្រប់ទីតាំងតែម្ដងណាបងប្អូនមិនថាទីចិត្តទីឆ្ងាយទេហើយជំរាបជូនបងប្អូនថាគឺយើងថែមជូនបន្លែទៅកាន់បងប្អូននៅគ្រប់ឈុតដែរមួយបេះដូងទាំងអស់គ្នាកំងផងដែរចាហើយនេះគឺយើងមានជាមួយនឹងឈុតនេះគឺ1គីឡូបងប្អូនកតោនេះគឺ1គីឡូឡើងណែនពឹសតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងគឺយើងថែមជូនបន្លែជូនបងប្អូនដូចគ្នានេះបងប្អូនចានេះ1គីឡូនេះឡើងណែនពឹសតែម្ដងគឺ1គីឡូក្រាមអញ្ចឹងបងប្អូនចង់បានជាគីឡូក៏អាចធ្វើការកំងបានទៅតាមតម្រូវការផងដែរហើយសម្រាប់បុកកតុយហេះរបស់យើងនៅពេលដែលបងប្អូនញ៉ាំទៅមានអារម្មណ៍ថានឹងមានក្លិនឈ្ងុយហើយញ៉ាំគឺប៉ះសាច់ត្រីឆ្អើរតែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ recommend ឬមួយក៏បងប្អូនចង់ផ្ដល់យោបល់ល្អ feedback ល្អឬក៏ជាយោបល់ណាមួយក៏បងប្អូនអាចធ្វើការផ្ដល់ជាមតិសម្រាប់យើងខ្ញុំដើម្បីកែលម្អគឺកាន់តែល្អជូនទៅកាន់បងប្អូនមួយជាទីស្រឡាញ់ទាំងអស់គ្នាដើម្បីទទួលបាននៅអ្វីដែលល្អបំផុតផងដែរនេះគឺជាស្នាដៃកូនខ្មែរចាស្នាដៃអ្នកម្ដាយនេះខ្ញុំផ្ទាល់តែម្ដងណាបងប្អូនទាំងអស់គ្នាចឹងកុំភ្លេចជួយគាំទ្រទាំងអស់គ្នាផងណាអូយតំណងណាស់បងប្អូនអើយបាននេះបន្លែយើងនៅលើទ្រឿងនេះខ្លះទៅនេះបន្លែនៅខាងក្នុងដែលនាងខ្ញុំរៀបចំលើថាសនេះខ្លះមកហើយត្រូវជាមួយនឹងបុកកតុយហេះត្រូវជាមួយនឹងប្រហុកចិញ្ច្រាំកសាំងបងប្អូនដែលចូលចិត្តប្រហុកចិញ្ច្រាំកសាំងឬក៏បងប្អូនដែលចូលចិត្តបុកកតុយហេះអាចកំងមួយមុខណាក៏បានឬក៏អាចកំងទាំងពីរមុខក៏បានដែរបងប្អូនចាអូយមកនៅកម្ដៅថ្ងៃនៅក្រោមកម្ដៅថ្ងៃតែម្ដងឡើងបែកនេះគឺប៉ុន្តែមិនធ្វើទេឲ្យតែបានជំរាបទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបអំពីអវ៉ាន់ក៏ដូចជាមុខម្ហូបដែលនាងខ្ញុំមានផងដែរអញ្ចឹងបងសិនជាបងប្អូនចង់ញ៉ាំកំងនៅក្នុងស្រុកកំងទៅក្រៅស្រុកក៏បងប្អូនអាចធ្វើការកំងបានទៅតាមតម្រូវការអរគុណបងប្អូនសម្រាប់ការគាំទ្រដែលតែងតែផ្ដល់នូវសេចក្តីស្រឡាញ់សេចក្តីរាប់អានគាំទ្រមុខម្ហូបខ្មែរបុកកតុយហេះប្រហុកឆៅចិញ្ច្រាំកសាំងដែលជាស្នាដៃរបស់អ្នកម្ដាយនាងខ្ញុំផ្ទាល់អញ្ចឹងបងប្អូនកុំភ្លេចបន្តគាំទ្រជាបន្តបន្ទាប់ទៀតណាដើម្បីជាកម្លាំងចិត្តនេះចា1គីឡូអរគុណណាស់ជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសូមឲ្យមានសុខភាពល្អហើយរកទទួលទានមានបានឲ្យមានសុភមង្គលនៅក្នុងក្រុមគ្រួសារបងប្អូនចង់ញ៉ាំបុកកតុយហេះប្រហុកឆៅចិញ្ច្រាំកសាំងកុំភ្លេចនឹកឃើញដល់កតុយហេះអូនវីដែរអរគុណបងប្អូនជម្រាបលាបាយបាយ